ជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះពីអ្នកកូនសិស្សបាទហើយថ្ងៃនេះមានត្រនឹងស្គរស្អាតបាទប៉និតហ្មងបងប្អូនមើលអាកូនសិស្សលើកត្រមកបាទត្រនេះឈើកញ្ញូងបងប្អូនអត់ខ្លាញ់គោអានេះខ្លាញ់គោសូមមើលស្បែកទីមើលស្បែកត្រកួតបងប្អូនស្បែកត្រកួតក្បាច់ខាងលើគឺឆាក់ដៃបងប្អូនអើយវាប៉និតដល់ហើយប៉និតអស់ហ្នឹងមិនមែនមានស្រាប់ទេបងប្អូនណាគឺយើងកំងធ្វើរយៈពេល3ខែតាមលវលតាមតនេបងប្អូនបើតនេទៅលឿនទៅ10ថ្ងៃអញ្ចឹងទៅណាបងប្អូនតែបើថាដូចអញ្ចឹងនេះ100ថ្ងៃបងប្អូន100ថ្ងៃទៅដល់គេខឹងភ្ញៀវខឹងថាបោកប្រាស់ទៀតណាតាមពិតមិនមែនបោកប្រាស់បងប្អូននៅលវលការងារសង្គមផងលវលការងារតាមពិព័រណ៍អំទូលក់ដូរបងប្អូនណាយើងរកតាមមុខអង្កើតតែឥឡូវមានមុខរបរផ្សេងទៀតឲ្យកូនសិស្សកូនក្មេងគេជួយលក់បាទអញ្ចឹងកូនសិស្សហ្នឹងគឺដៃស្គរពុកបងប្អូនមើលភ័យអភិរក្សភ្លេងខ្មែរបងប្អូនដៃស្គរពុកបាទគឺចំណាប់ហើយទីទៀតអភិវឌ្ឍបទថ្មីថែមទៀតបទដែលពេញនិយមហ្នឹងហើយឆាច់ស្ដាប់ YouTube ច្រើនឥឡូវនេះកូនសិស្សដាក់បទសារ៉ាំមួយបត់សារ៉ាំអីសារ៉ាំអញ្ចឹងនេះបើខ្ញុំឯងក៏អត់ចេញទេបងប្អូនខ្ញុំនឹងដើរតង់ឲ្យគេវាអត់ចេះហ្មងនិយាយទៅអត់ចេះបាទស្វាចន្ទី12យ៉ាងអ៊ំទុកខ្សែសត្វហ្នឹងទុកចិត្តលើខ្ញុំដំបងសោនេះមួយទៀតមើលអរណូជាងរត់យប់ហ្នឹងបាទហ្នឹងចេះក្បាលហ្នឹងញ៉ាំហ្នឹងចេះតែក្បាលអានេះក្បាលសឹងអញ្ចឹងបាទនេះគឺធំគឺបាយក្នុងដាក់ហើយបាទគឺធំរត់តែបងប្អូនគឺធំកំពុងតែបាយក្នុងដាក់ហើយតែលេងរួចវាកូនសិស្សឥឡូវចឹងបងប្អូនបើត្រូវការឧបករណ៍ភ្លេងខ្មែរដែលល្អប៉និតអញ្ចឹងបងប្អូនណាគឺយើងត្រូវកំងមុនបានបងប្អូនបើកំងអត់បានទេវាអត់ធ្វើទុកមុនផងណាបងប្អូនអញ្ចឹងអាចឆាត់ចូល page ក៏បាន Telegram នៅខាងលើក៏បានដែរ011 23 45 32បងប្អូនសូមអរគុណចំពោះការគាំទ្រសូមជម្រាបលាបាទ